មបង្ដោលស្រុកព្រះស្ដេចកាលពីថ្មីនេះក្នុងពិធីសម្ពោធអគារមតីសិក្សារកាកូនស័ត្វនាពេលព្រឹកថ្ងៃទី9 ខែសីហាឆ្នាំ2026ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះក្នុងមូលដ្ឋានខេត្តព្រៃវែងនិងលោកជំទាវកែស៊ូនសុភី ស សុខាក៏បានអញ្ជើញជាគណៈអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមតីសិក្សាចំនួន2ខ្នងស្មើនឹង8បន្ទប់អគារមតីសិក្សារកាកូនស័ត្វស្រុកព្រះស្ដេច1ខ្នង4បន្ទប់និងអគារមតីសិក្សាសំពៅមាស1ខ្នង4បន្ទប់សមិទ្ធផលនានានឹងរៀបចំអាហារសាមគ្គីជូនលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សនៅបឋមសិក្សារកាកូនស័ត្វដែលស្ថិតនៅក្នុងភូមិរកាកូនស័ត្វក្នុងឃុំបឹងដោលស្រុកព្រះស្ដេចខេត្តព្រៃវែងក្នុងពិធីនេះដែរក៏មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមស៊ុនសូម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងឯកឧត្តមហ៊ឺបាវីប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេចឯកឧត្តមលោកជំទាវប្រធានអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុកឃុំឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តដំលោកជំទាវអភិបាលរងខេត្តលោកស្រីនាយករងរដ្ឋបាលសាលាខេត្តលោកមេបញ្ជាការកងកម្លាំងទាំង3ថ្នាក់ខេត្តប្រធានលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តព្រៃវែងលោកស្រីគណៈអភិបាលស្រុកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុកព្រះស្ដេចអភិបាលក្រុងស្រុកនាយករងប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុកសមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកមេភូមិអនុភូមិសមាជិកភូមិនាយកសាលានាយករងលោកគ្រូអ្នកគ្រូយុវជនសសយកយុវជនកាកបាទក្រហមយុវជនកាយរិទ្ធយុវជនអភិវឌ្ឍក្រុមគ្រូពេទ្យកងកម្លាំងប្រជាការពារសិក្សានុសិស្សបឋមសិក្សារកាកូនស័ត្វ